ជាបន្តទៀតគឺយើងទៅកាន់ខេត្តកំពង់ធំដែលមានលោកជលសាជាអ្នករាយការណ៍ដោយផ្ទាល់តែម្ដងចាសសូមជម្រាបសួរលោកជលសាបាទសូមជម្រាបសួរកញ្ញាវរៈគុណនិងលោកសងហ៊ុនព្រមទាំងទស្សនិកជនដែលកំពុងតែទស្សនាព័ត៌មានទទួលផងយត្តពលកាមេរ៉ាព្រមិនពលលេខ5នៅនីតិរឿងរ៉ាវពេលព្រឹកនេះផងដែរបាទសូមជម្រាបសួរបាទជម្រាបសួរហើយនៅព្រឹកនេះដែរលោកជលសាមានសេចក្តីព័ត៌មានសេចក្តីរាយការណ៍ពីព័ត៌មានអ្វីខ្លះដែរពីខាងខេត្តកំពង់ធំបាទសេចក្តីរាយការណ៍របស់ខ្ញុំបាទពីខេត្តកំពង់ធំព្រឹកនេះមានព័ត៌មានមួយពាក់ព័ន្ធនឹងការទស្សនកិច្ចរបស់ប្រតិភូថៃដឹកនាំដោយអាដាមស្រីតូអាលុករីសាក់បានដឹកនាំប្រតិភូថៃធ្វើដំណើរទស្សនកិច្ចបែកខាងកើតនៃប្រទេសកម្ពុជាចាប់ផ្ដើមពីថ្ងៃទី16រហូតដល់ថ្ងៃទី20ផងដែរបាទចាក៏សូមលោកជលសាអញ្ជើញរាយការណ៍តែម្ដងចាបាទកាលពីថ្ងៃទី18ខែមិថុនាឆ្នាំ2014វេលាម៉ោង10:30នាទីព្រឹកនៅវិទ្យាល័យកំពង់ឈើទាលស្រុកប្រាសាទសម្បូរខេត្តកំពង់ធំបានរៀបចំទទួលគណៈប្រតិភូថៃដែលដឹកនាំដោយអាដាមស្រីតូអាលុកសេរីសាក់លោកស្រីតាមការបញ្ជាក់របស់លោកស្រីសឹមសារ៉េតនៃចការក្រុមហ៊ុនទេសចរហងតេតបានប្រាប់នាយកព័ត៌មានយើងឲ្យដឹងថាក្រុមហ៊ុនរបស់លោកស្រីបានរៀបចំរថយន្តចំនួន13គ្រឿងរងចាំទទួលគណៈប្រតិភូថៃអញ្ជើញមកដល់ឥឡូវនេះលោកស្រីបានរៀបចំគណៈប្រតិភូថៃនឹងជួនដំណើរមកដល់គោលដៅប្រាសាទសម្បូរព្រៃគុកហើយបាទអាដាមសនីឯកណារុងសែនសនៈសិទ្ធបានមានមតិស្វាគមន៍គណៈប្រតិភូថៃដែលបានអញ្ជើញមកទស្សនកិច្ចនៅវិទ្យាល័យកំពង់ឈើទាលនេះនឹងធ្វើសេចក្តីរាយការណ៍អំពីសមិទ្ធផលនានាដែលបានសាងសង់ឡើងនិងសមិទ្ធផលការងារដែលសាលាបានអនុវត្តកន្លងមកផងដែរដំណើរទស្សនកិច្ចនេះគឺដើម្បីផ្លាស់ប្ដូរបទពិសោធន៍រវាងសិស្សានុសិស្សកម្ពុជានិងសិស្សានុសិស្សថៃហើយលោកគ្រូអ្នកគ្រូនិងសាស្ត្រាចារ្យនៃប្រទេសថៃបានអញ្ជើញមកជាចំនួន210នាក់ផងដែរនៅវិទ្យាល័យកំពង់ឈើទាលស្រុកប្រាសាទសម្បូរខេត្តកំពង់ធំដែលមានការចូលរួមពីសំណាក់សំណាក់ប្រតិភូអមដំណើរជាច្រើនព្រមទាំងមានអ្នកវិនិយោគទុនបានចូលរួមផងដែរក្នុងគោលបំណងរឹតចំណងមិត្តភាពនិងសហការរវាងព្រះជាណាចក្រថៃនិងព្រះជាណាចក្រកម្ពុជាក្នុងនោះដែរព្រះរាជណាចក្រថៃបានផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជាដូចជាអាហារូបករណ៍ផ្នែកកសិកម្មសិប្បកម្មនិងអគ្គិសនីជាចុងបញ្ចប់លោកអាដាមសនីតូអាលុកសេរីសាក់បានមានមតិបូកសរុបនិងថ្លែងអំណរគុណចំពោះគណៈប្រតិភូថៃបានអញ្ជើញមកទស្សនកិច្ចមកដល់ប្រទេសកម្ពុជាពិសេសវិទ្យាល័យកំពង់ឈើទាលស្រុកប្រាសាទសម្បូរខេត្តកំពង់ធំនិងជួយឧបត្ថម្ភសម្ភារៈផ្សេងមួយចំនួនទៀតដល់សិស្សានុសិស្សនៅក្នុងវិទ្យាល័យនេះផងដែរគួរបញ្ជាក់ផងដែរថាវិទ្យាល័យនេះដែលបានសាងសង់ឡើងនៅឆ្នាំ2001ដោយព្រះមហាក្សត្រចក្រីសរិនថនព្រះរាជឱវាទរបស់ព្រះអង្គម្ចាស់ថាព្រះអង្គម្ចាស់ធ្លាប់មានអនុស្សាវរីយ៍នៅលើទឹកដីស្រុកប្រាសាទសម្បូរព្រៃគុកនេះកន្លងមកគឺព្រះអង្គម្ចាស់បានកសាងជាសាលាវិទ្យាល័យនេះដើម្បីទុកឲ្យធ្វើជាអនុស្សាវរីយ៍និងចំណងនៃមិត្តភាពរវាងកម្ពុជាថៃនៅលើទឹកដីស្រុកប្រាសាទសម្បូរនេះផងដែរតាមការបញ្ជាក់របស់លោកអនុឆៃនុកសៃសាលានៅក្នុងវិទ្យាល័យនៅក្នុងសម្បូរព្រៃគុកស្រុកប្រាសាទសម្បូរនេះគឺមានចំនួន10ខ្នងស្មើនឹង60បន្ទប់ផងដែរលោកសងហ៊ុនបាទហើយជាពិសេសទៅទៀតនោះកំពុងតែកសាងជាបន្តបន្ទាប់ហើយនឹងផ្លាស់ប្ដូរនៅចរន្តអគ្គិសនីពីកាត់បន្ថយថវិកាខ្លះនឹងប្រើនៅសូឡាផងដែរលោកសងហ៊ុនដាក់សូឡាគឺគ្រប់សាលានឹងតែម្ដងជាជំហានទៅមុខនេះអញ្ចឹងបានលោកអាណុកឆៃនេះគាត់បញ្ជាក់ព្រឹកមិញថា10ខ្នងហ្នឹងឲ្យស្មើ60បន្ទប់ហ្នឹងគឺឈប់ប្រើប្រេងមកសុទ្ធទៀតហើយគឺយើងប្រើទៅសូឡាវិញលោកសងហ៊ុនដើម្បីនិរន្តរភាពនៅក្នុងសាលាវិទ្យាល័យកំពង់ឈើទាលនេះតែម្ដងលោកសងហ៊ុនបាទហើយលោកជលសាចង់ជម្រាបសួរថាគណៈប្រតិភូថៃនេះមានគោលបំណងនឹងទៅទស្សនកិច្ចកន្លែងណាផ្សេងទៀតទេបាទ
បាទនិយាយរួមចាប់ពីថ្ងៃទី16រហូតដល់ថ្ងៃទី20នេះគឺបែកខាងជើងខាងកើតប្រទេសកម្ពុជានេះគឺម្សិលមិញគាត់មកដល់ប្រាសាទអញ្ជើញមកដល់ប្រាសាទសម្បូរទីគុកចំនួន210នាក់ហើយត្រឡប់ទៅសៀមរាបវិញថ្ងៃហ្នឹងនៅទៅទស្សនកិច្ចនៅខេត្តសៀមរាបនៅឡើយទេលោកសំងួននៅមិនទាន់ត្រឡប់ទៅវិញទេ បាទសូមអរគុណណាលោកជលសាដែលបានរាយការណ៍ពីខេត្តកំពង់ធំបាទសូមជម្រាបលាបាទ បាទសូមជម្រាបលាលោកសំងួននិងកញ្ញាវរៈគុណព្រមទាំងទស្សនិកជនដែលកំពុងតែទស្សនាព័ត៌មានទទួលតងយុទ្ធពលខេមរៈភូមិន្ទពលលេខ5នៅនីតិរឿងរ៉ាវពេលព្រឹកនេះផងដែរបាទ បាទសូមជម្រាបលាបាទ ចាសូមជម្រាបលាចា